ចាសួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំមកចែកវិធីសាស្ត្រធ្វើទឹកជ្រលក់បងប្អូនធ្វើទឹកជ្រលក់ហ្នឹងយើងអាចជ្រលក់ប្រហិតក៏បានយើងជ្រលក់មាន់នេះក៏បានដែរវិធីសាស្ត្ររបស់ខ្ញុំគឺងាយទេបងប្អូនអាចមើលគ្រឿងផ្សំតាមនឹងបានហើយខ្ញុំនឹងបញ្ជាក់មួយបន្ថែមទៀតចឹងណាទៅលើម្ទេសខ្ញុំប្រើម្ទេសហឹង10គ្រាប់និងម្ទេសហាវ៉ៃហ្នឹងមួយចាហៀងបងប្អូនសរុបទាំងពីរមុខហ្នឹងវា1ខាំទៅលើខ្ទឹមស1ខាំនិងស្ករសបងប្អូនស្ករសខ្ញុំប្រើ3ខាំកន្លះនិងទឹកត្រី120 ml បងប្អូនវា1ខាំតិចហើយញរុំកន្លះកូនចានហ្នឹងបងប្អូនហើយយើងក្លុកវាបងប្អូនយើងក្លុកវាឲ្យម៉ត់ចូលគ្នាណាម៉ត់ចូលគ្នាទៅហើយខ្ញុំក្លុកវាម៉ត់ហើយខ្ញុំយកវាទៅដាក់ដាំនៅលើភ្លើងបងប្អូនយើងដាក់ចាក់គ្រឿងផ្សំយើងចូលក្នុងឆ្នាំបងប្អូនហើយយើងថែមទឹកប៉េងប៉ោះ2ស្លាបព្រាបាយហើយនឹងម្ទេសហុយហ្នឹងកន្លះស្លាបព្រាបងប្អូនហើយយើងកូរគ្រឿងផ្សំឲ្យសព្វចូលគ្នាហើយយើងចាក់ទឹកយើងប្រើប្រហែលទឹកត្រីដែរបងប្អូនហើយនឹងទឹកខ្មេះហ្នឹង2ស្លាបព្រាបាយដែរចាំខ្ញុំទៅសេគ្រឿងផ្សំនៅលើវីដេអូនឹងបន្ថែមបងប្អូនកុំឲ្យបងប្អូនច្រឡំអញ្ចឹងណាខ្ញុំនឹងទៅសេគ្រឿងផ្សំបន្ថែមហើយបន្ទាប់មកយើងដាក់វាពុះបន្តិចទៅហើយយើងដាក់ម្សៅឆាហ្នឹង1ស្លាបព្រាហើយយើងទឹកកូរទៅបងប្អូនកូរឲ្យវាលាយម្សៅនឹងឲ្យអស់កុំឲ្យវានៅដុំហើយយើងកូរឲ្យសព្វហើយយើងយកទៅចាក់នៅក្នុងទឹកជ្រលក់របស់យើងហ្នឹងណាអាទឹកយើងពងដាំហ្នឹងហើយយើងដាក់ឲ្យវាពុះប្រហែលជា5នាទីទៅដើម្បីឲ្យវាឆ្អិនម្សៅនឹងបានល្អវាខាប់ល្អបងប្អូនពេលអញ្ចឹងហើយយើងយកវាទុកឲ្យត្រជាក់ទៅយើងចង់យកទៅហូបជាមួយប្រហិតក៏បានជាមួយមាន់បំពងអីក៏បានដែរបងប្អូនថ្ងៃហ្នឹងខ្ញុំហូបជាមួយមាន់បំពងប្រភេទទឹកជ្រលក់នេះវាមានរសជាតិផ្អែមហើយនឹងមានរសជាតិជូរតិចបងប្អូនហើយបងប្អូនអាចទុកក្នុងទូត្រជាក់បានចាបងប្អូនវិធីសាស្ត្ររបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត